រឿងនេះដើមឡើយមានសេចក្តីនិទានថាមានសេដ្ឋីម្នាក់មានសម្បត្តិទ្រព្យស្ដុកស្ដំហើយមានកូនមួយតែអកុសលកូននោះកើតមកមានខ្លួនប្រាណជាសត្វជ្រូកឪពុកម្ដាយអន់ចិត្តពន់ពេកព្រោះកូនមានភាពជាសត្វកូននោះឆាប់ចេះដើរចេះនិយាយភាសាមនុស្សឧស្សាហ៍ព្យាយាមមិនខ្ជិលហើយមានប្រាជ្ញាឆ្លៀសវៃលុះខ្លួនកាន់តែធំចេះជួយរក្សាការពារទ្រព្យសម្បត្តិឪពុកម្ដាយប្រើការផ្សេងធ្វើបានសពគ្រប់ចំណែកវត្ថុស្ងាត់កំបាំងដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុកម្ដាយពុំបានដឹងសោះតាមពិតជ្រូកនេះមានធ្នូព្រះខ័នជារបស់ទេពនៅក្នុងខ្លួនលុះជ្រូកនេះមានវរយីកាន់តែចម្រើនធំឡើងឪពុកម្ដាយកាន់តែពេញចិត្តអំពីចរិយាដឹងខុសត្រូវទាស់តែរូបជាជ្រូកប៉ុណ្ណោះស្រាប់តែវេលាថ្ងៃមួយជ្រូកនោះនិយាយទៅកាន់មាតាបតាថាសូមឲ្យគិតគូររកប្រពន្ធឲ្យខ្លួនឪពុកម្ដាយហើយតគំនិតសំងំដកដង្ហើមធំគ្រប់គ្នាហើយឆ្លើយថាកូនឲ្យម្ដាយឪពុកទៅនិយាយស្ដីកូនអ្នកណាគេព្រមឲ្យគេព្រមយកបើកូនឯងមានសភាពជាសត្វដូច្នេះសប្ថ្ងៃឪពុកម្ដាយមានតែកូនឯងមួយជាទីអាណិតស្រឡាញ់ស្មើជីវិតឯសម្បត្តិអតក៏ទេយើងមានឥតខ្វះតែត្រង់រឿងដែលកូនឲ្យឪពុកមីដោយទៅរកស្ដីដណ្ដឹងកូនគេនេះឪពុកម្ដាយតហើយត្រង់រឿងនឹងមិនហ៊ានទៅនិយាយស្ដីកូនគេទេបើគេនិយាយថាមិនឲ្យមកវិញឯងគ្មានផ្លូវដោះសារទេឪពុកម្ដាយខ្មាស់គេណាស់បើកូនយកជ្រូកដូចគ្នានោះមិនអីទេជ្រូកឆ្លើយថាប្រពន្ធស្រីជ្រូកខ្ញុំមិនយកទេយកតែប្រពន្ធស្រីមនុស្សបើរកមិនបានទេខ្ញុំសុំដើររកប្រពន្ធខ្លួនឯងហើយមិនយូរប៉ុន្មានស្រាប់តែជ្រូកនោះអត់ប្រាប់អ្វីទៀតទេក៏ដើរទៅបាត់ពីផ្ទះសេដ្ឋីប្តីប្រពន្ធស្វែងរកសពទីមិនឃើញសោះក៏កើតការក្រៀមក្រំអាណិតកូនចំណែកជ្រូកនោះវិញមុននឹងធ្វើដំណើរចេញទៅក៏ឈរសម្រឹងឧទ្ទិសក្នុងចិត្តថាបើគូភរិយាពីបុព្វេមាននៅទីណាសូមទេវតាជួយនាំចិត្តឲ្យខ្ញុំដើរត្រង់ទីនោះហើយក៏ដើរចេញទៅដំណើរក្នុងព្រៃជាដរាបអស់ជាច្រើនថ្ងៃទើបបានជួបយាយម្នាក់ដើរជីកដំឡូងតែម្នាក់ឯងក្នុងព្រៃស្ងាត់ជ្រូកឃើញក៏ដើរចូលទៅជិតសួរថាលោកយាយដើររកអ្វីបានឬទេយាយយឺពាក្យជ្រូកចេះស្រដីកាត់ចិត្តរីករាយអាណិតស្រឡាញ់ហើយគាត់ឆ្លើយថាយាយរកជីកដំឡូងតែឥឡូវគ្មានទេជ្រូកសួរទៀតថាយាយនៅដល់ណាតើលោកតាគាត់នៅទេហើយយាយមានកូនប៉ុន្មាននាក់យាយឆ្លើយប្រាប់ជ្រូកថាចៅឲ្យផ្ទះយាយនៅឯណោះតានោះគាត់ស្លាប់យូរមកហើយយាយនៅមេម៉ាយជាមួយកូនស្រី2នាក់គ្មានកូនប្រុសទេឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយជ្រូកក៏យាយប្រាប់ថាមានកូនក្រមុំ2នាក់នៅទំនេរដូច្នេះជ្រូកក៏តាំងនិយាយដំណើរខ្លួនឲ្យយាយស្ដាប់សពគ្រប់ហើយសុំទៅនៅជាមួយយាយផងយាយនឹកក្នុងចិត្តថាជ្រូកនេះចេះនិយាយដឹងខុសត្រូវសពចេះភាសាមនុស្សពីរោះល្អស្ដាប់ណាស់ហើយថាឪពុកមីដោយវាជាសេដ្ឋីផងបើជ្រូកវាស្រឡាញ់កូនអញហើយបើកូនអញវាព្រមអញគួរតែផ្សំគុំវាហើយទើបគាត់ប្រាប់ជ្រូកថាចៅឯងជួយរកជីកដំឡូងបណ្ឌិតទៅជ្រូកចូលព្រៃភ្លាមស្វែងរកដំឡូងមិនយូរប៉ុន្មានជ្រូកឈ្មោះដីបានមើមដំឡូងគោជាច្រើនគំនរយាយចេះតែតាមរើសដាក់ខ្ជិលមានទាំងដំឡូងខ្មុងអខ្យាដៃខ្លាដំឡូងទឹកដំឡូងទៀនគ្រប់មុខយាយពេញចិត្តចៅជ្រូកឥតឧបមាព្រោះឆ្លាតប៉ិនប្រសពរកដំឡូងពេញកញ្ជើទាំងពីរជ្រូកបង្កប់យាយឲ្យដាក់កញ្ជើដំឡូងលើខ្នងហើយដើរទៅតាមយាយលុះត្រាដល់ផ្ទះឯកូនក្រមុំទាំងពីរនាក់បានឃើញម្ដាយមកពីព្រៃក៏នាំគ្នាចេញទៅទទួលយាយក៏បង្ហាញឲ្យជ្រូកស្គាល់កូនទាំងពីររួចលើកកញ្ជើដំឡូងដាក់ចុះពីលើខ្នងជ្រូកឯកូនទៅជិតម្ដាយក៏លួចខ្សឹបសួរថាជ្រូកនឹងមកពីណាចេះនិយាយផងម្ដាយក៏បានប្រាប់សពគ្រប់លុះនៅបណ្ឌិតទៅនោះកូនស្រីយាយនេះនិងចៅជ្រូកក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅរកដំឡូងក៏ទៅជាមួយគ្នាយាយម្ដាយដឹងថាកូនគាត់និងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធហើយក៏ផ្ដើមសួរចិត្តកូនយាយបានដឹងពាក្យនេះត្រេកអរណាស់ហើយក៏ឲ្យដំណឹងទៅចៅជ្រូកដឹងពីរឿងនេះជ្រូកត្រេកអរពន់ពេកហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូជាមួយចៅជ្រូកតាមប្រពៃណីស្រុកសពគ្រប់ហើយក៏ចាត់ចែងឲ្យបានលំនៅឋានឲ្យកូននៅដោយខ្លួនជាដរាបទៅបានប្រមាណជាកន្លះខែនៅស្រុកនិគមនោះមានលេចគេថានឹងមានពួកភ្លេងរបាំគេនឹងមកលេងនៅជិតនោះអ្នកភូមិជិតខាងទាំងចាស់ទាំងក្មេងក៏ស្រើបស្រាលនាំគ្នាស្រស់ស្រូបបាយពេលប្រលប់រួចនាំគ្នាទៅមើលជាច្រើនឈូឆរនាងពៅប្រពន្ធចៅជ្រូកក៏ចង់ទៅមើលនឹងគេដែរក៏បួលចៅជ្រូកជាប្តីឲ្យទៅផងតែចៅជ្រូកថាក៏ឲ្យប្អូនអញមើលចុះបងនៅចាំផ្ទះនាងបានអនុញ្ញាតពីស្វាមីហើយក៏ទៅជាមួយនឹងគេឯចៅជ្រូកនេះវិញដឹងថានាងភរិយាចេញទៅឆ្ងាយហើយក៏ទំប្រែក្រឡាខ្លួនជាមនុស្សចេញទៅមើលដែរហើយស្រោតរូតឲ្យលឿនទៅដល់ទីនោះមុននាងពៅដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេចេះបត់បែបភ្លេងយ៉ាងជំនាញដូចពួកគេនោះដែរលុះដល់ពេលហើយដេញថាពួកអ្នកស្រុកនិងនាងពៅត្រឡប់ទៅផ្ទះវិញក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរទៅដល់ផ្ទះចៅជ្រូកចាប់សួរទៅភរិយាថាអូនទៅមើលរបាំគេនោះល្អមើលទេគេលេងដូចម្ដេចខ្លះនាងពៅក៏រាយរាប់ប្រាប់សពគ្រប់ហើយនាងប្រាប់ថាឌូមានអ្នកភ្លេងម្នាក់រូបរាងស្អាតល្អណាស់ច្រៀងក៏ពីរោះហើយចេះរាំចាក់ក្បាច់ក៏សមអ្នកមើលគេចាប់ចិត្តលើបុរសនោះគ្រប់គ្នាជ្រូកសួរបញ្ជាក់ថាក៏អ្នកនោះស្លៀកសំពត់ខៀវពាក់អាវក្រហមមែនឬទេប្រពន្ធឆ្លើយថាក៏នឹងហើយហេតុម៉េចបានជាបងដឹងឬទៅមើលនឹងគេដែរឬ
ចៅជ្រូកនៅស្ងៀមមិនចេញស្ដីតាមពិតចៅជ្រូកនិងនាងពៅស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសម្ដីនិងសម្ដីប៉ុណ្ណោះទេឯខ្លួនប្រានពុំដែលបានប៉ះគ្នាឡើយលុះដល់ល្ងាចមួយទៀតអ្នកស្រុកផ្អើលអ៊ូអរទៅមើលភ្លេងរបាំនោះទៀតនាងភរិយាចៅជ្រូកក៏សុំប្តីទៅមើលទៀតចៅជ្រូកអនុញ្ញាតអត់ថាអ្វីឡើយរួចក្រោយមកខ្លួនឯងក៏លួចប្រែក្រឡាខ្លួនជាមនុស្សហើយទៅចូលរួមក្នុងវងរបាំនោះដោយការពីមុនទៀតកាលណាដល់ពេលគេឈប់ភ្លាមចៅជ្រូកម្នីចូលស្រោមខ្លួនវិញឲ្យទាន់មុនប្រពន្ធមកដល់ផ្ទះលុះប្រពន្ធមកដល់ក៏សួរប្រពន្ធទៀតថាម៉េចអូនមើលល្ងាចនេះល្អមើលទៀតទេនាងភរិយាតបថាថ្ងៃនេះល្អប្លែកពីមុនទៅទៀតចៅជ្រូកសើចរួចតបបែបដូចប្រងើយទៅវិញថាអ្នកដែលលេងល្អជាងគេនោះគឺបុរសស្លៀកសំពត់ខៀវពាក់អាវស្មែងទេនាងនោះឆ្ងល់ណាស់ក៏សួរទៅប្តីចុះម៉េចក៏បងដឹងខ្ញុំឆ្ងល់ណាស់ពេលល្ងាចថ្ងៃទី3នាងពើសុំស្វាមីទៅមើលទៀតស្វាមីក៏អនុញ្ញាតដូចពីយប់មុនក្រោយដែលដឹងថាប្រពន្ធទៅផុតហើយចៅជ្រូកក៏ប្រញាប់ប្រែក្រឡាខ្លួនជាមនុស្សប្រុងនឹងទៅលេងភ្លេងជាមួយគេទៀតចំណែកនាងភរិយានាងមិនទៅរហូតទេព្រោះនៅសង្ស័យចំពោះប្តីនេះណាស់នាងទៅបានតែបណ្ឌិតក៏វិលមកលុបចាំឃ្លាំមើលប្តីស្រាប់តែឃើញប្តីប្រែក្រឡាខ្លួនជាមនុស្សហើយមានរូបឆំល្អប្រឹមប្រិយគឺរូបបុរសលេងរបាំដែលនាងសរសើរថាល្អនោះនាងស្ទុះប្រញាប់ទៅចាប់ខាត់ប្តីមិនឲ្យចូលទៅក្នុងស្រោមវិញឡើយហើយនាងអង្វរប្តីកុំឲ្យចូលទៅប្រែក្រឡាខ្លួនជាមនុស្សវិញប្តីក៏ព្រមតាមពាក្យអង្វររបស់ភរិយាតែសុំឲ្យនាងនោះរក្សាទុកស្រោមនោះឲ្យស្រួលបួលនាងពើក៏យកស្រោមនោះទុកដាក់នៅកន្លែងសំរុំតាមបង្គាប់ប្តីហើយក៏នៅសុខសាន្តជាមួយគ្នារៀងរហូតមកពេលមួយនៅប្រទេសនោះឥតមានស្ដេចពួកសេនាក៏នាំគ្នាធ្វើពិធីផ្សងរកអ្នកមានបុណ្យដើម្បីឡើងគ្រងរាជ្យតែពេលនោះរឿងអស្ចារ្យរបស់ចៅជ្រូកឬរន្ទឺសុសសាយទៅគ្រប់ទីពួកសេនាក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះឲ្យឡើងគ្រងរាជ្យឲ្យគ្រប់គ្រងប្រទេសទៅលុះបានឡើងគ្រងរាជ្យហើយប្រមាណជាកន្លះខែព្រះចៅឡើងគ្រងរាជ្យថ្មីនេះនាំមហេសីទៅរកផ្ទះសេដ្ឋីជាឪពុកម្ដាយសេដ្ឋីរំភើបស្លុតក្នុងចិត្តហើយតាំងរៀបចំកន្លែងទទួលព្រះរាជាស្ដេចសួរអំពីដំណើរដើមមានកូនប្រុសស្រីប៉ុន្មានអ្នកសេដ្ឋីក្រាបទូលថាក៏ខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ហើយជាជ្រូកផងតែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់ពេលមួយកូននោះទាររកដណ្ដឹងប្រពន្ធលុះខ្ញុំព្រះអង្គប្រាប់ថារកមិនបានកូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងជាទៅណាមកណាយូរមកហើយស្ដេចជ្រាបព័ត៌មាននេះហើយក៏ត្រាស់អំពីរឿងពិតឲ្យសេដ្ឋីដឹងសពគ្រប់សេដ្ឋីត្រេកអរណាស់ក៏នាំគៀនអបព្រះរាជាសរសើរបុណ្យបារមីព្រះរាជាក៏ត្រាស់បញ្ជាឲ្យសេដ្ឋីនាំភរិយាស្វាមីទៅរស់នៅឯរាជវាំងដែរឯយាយចាស់ជាម្ដាយនាងពើវិញក៏ព្រះអង្គអនុញ្ញាតឲ្យមកនៅក្នុងរាជវាំងដែរពិតមែនតែព្រះអង្គមានរូបកាយជាមនុស្សពេញបរិបូរណ៍ប៉ុន្តែទ្រង់នៅតែនឹកសន្តោសដល់សត្វជ្រូកព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វនេះកប់ព្រះអង្គត្រាស់បញ្ជាឲ្យក្រុមហោរាយកនាមសត្វជ្រូកទៅដាក់ឈ្មោះឆ្នាំមួយជាឆ្នាំទី12ឲ្យសម្គាល់ថាឆ្មាំគោលនោះជានាមសត្វជ្រូកនេះជារឿងព្រេងជ្រូកបានឡើងជាឈ្មោះឆ្មាំ I hereby order that each year shall be named after the pig